អីបានចំណងស្នេហ៍របស់ពួកគាត់ពេលខ្លះធ្វើឲ្យសេចក្តីស្រឡាញ់របស់គាត់មានអារម្មណ៍ថាវាដូចជាណាយធ្លាក់ចុះធ្វើឲ្យជីវិតគូរបស់គាត់វាអត់ដូចពេលដែលគាត់ទើបតែស្រឡាញ់គ្នាដំបូងឬក៏ការដែលទើបតែរៀបមង្គលការថ្មីថ្មោងចាបងបើសិនជាយើងសួរថាអារម្មណ៍បែបហ្នឹងកើតលើប្តីប្រពន្ធវ័យប៉ុណ្ណាអូខេអូនអាចទាញបានថាភាគច្រើនគឺវ័យដែលគាត់រៀងចំណាស់អាចថា30ជាង40 50ឡើងទៅអញ្ចឹងណាអាយុគាត់លំបាកប៉ុណ្ណឹងគាត់មានអារម្មណ៍ថាណាយគ្នានឿយណាយចិត្តបាត់បង់ក្តីស្រឡាញ់រស់នៅជាមួយគ្នាបំពេញតែនៃពាក្យថាប្តីប្រពន្ធឲ្យគ្នាខ្ញុំមានចំណុចអីដែលគិតថាចង់លើកថាតែចាំបាច់តែយើងត្រូវតែគិតអានេះអូនលើកចំណុចដែលយើងអនុវត្តខ្លួនឯងផ្ទាល់អូខេចាទី1អូនគិតថាតកតងជាមួយនឹងការប្រស្រ័យតកតងគ្នាគឺការនិយាយជាមួយគ្នាការផ្ដោះដោះយោបល់គ្នាគឺយើងត្រូវធ្វើម៉េចស្ដាប់ឲ្យបានច្រើនជាងនិយាយបាទស្ដាប់ឲ្យបានច្រើនជាងនិយាយយកចិត្តទុកដាក់បើកចំហចិត្តបើកចំហចិត្តមានន័យថាយើងកុំប្រកាន់គ្នាពាក្យពេចន៍តិចតួចព្រោះយើងត្រូវបើកចំហចិត្តរៀនថាបើសិនជាយើងខុសក៏យើងទទួលយើងត្រូវយើងត្រូវបកស្រាយទៅអញ្ចឹងយើងស្ដាប់ឲ្យស្ដាប់ដូចយកចិត្តទុកដាក់មានយោបល់ឲ្យគ្នាទៅវិញទៅមកដោះដូរយោបល់គ្នាអញ្ចឹងណាអូខេទី2នោះវាជារឿងមួយដែលចាំបាច់ដែលប្តីប្រពន្ធត្រូវតែរក្សាជៀសវាងការដែលមានចំនួនតែប៉ុន្តែការប្រកែកទាស់តែងគ្នាឬក៏អន់ចិត្តជាមួយគ្នាខ្ញុំគិតថាគូជីវិតប្រកបជាមានប៉ុន្តែអីដែលយើងអាចធ្វើបានគឺជាឆ្ងាយពីបញ្ហាមួយគឺការឆ្លោះដោយការប្រើពាក្យទៅបបោកឬក៏ពាក្យពេចន៍មួយដែលប៉ះពាល់ទៅដល់អារម្មណ៍ដៃគូទី3អូនគិតថាគឺជាការបន្ថែមរសជាតិបន្ថែមល្បោយឲ្យជីវិតក្នុងការរស់នៅយើងត្រូវមានអាកចិត្តកញ្ចប់បន្តិចបន្តួចទង្វើល្អឲ្យគ្នាការដែលចេះដឹងគុណនៅរឿងតូចតាចអរគុណបងបង្ហាញនូវក្តីស្រឡាញ់ហើយរឿងដែលយើងយកចិត្តទុកដាក់គ្នាបន្តិចបន្តួចហ្នឹងណាដែលធ្វើឲ្យចំណងស្នេហ៍របស់គាត់ឬក៏អារម្មណ៍ដែលគាត់ស្រឡាញ់គ្នាហ្នឹងវានៅតែជ្រាលជ្រៅវានៅតែផ្អែមល្ហែមបានន័យថាយើងត្រូវតែចេះមានការផ្ដល់បន្ទុកក៏ដូចជាលើកទឹកចិត្តបានសរសើរអីចឹងណាតែប៉ុន្តែស្មោះត្រង់ពាក្យហ្នឹងគឺយើងស្រួលនិយាយទេប៉ុន្តែអ្វីដែលសំខាន់គឺការអនុវត្តផ្ទាល់តែម្ដងតើសកម្មភាពណាខ្លះដែលយើងគិតថាស្មោះត្រង់គឺគ្មានអីក្រៅពីយើងបើកចំហតាំងពីក្តីស្រឡាញ់តាំងពីការយកចិត្តទុកដាក់នៅក្នុងនឹងជាមួយគ្នាទាំងអស់ទើបយើងបង្ហាញថាភាពស្មោះត្រង់របស់យើងនឹងរវាងប្តីទៅប្រពន្ធមកប្តីអាហ្នឹងគឺជាកម្លាំងចិត្តមួយដែលយើងគិតថាតំណែងកាន់តែល្អទៅមុខទៀតហើយនិយាយទៅគឺអត់មានអាកំបាំងអីមួយគ្នារឿងដែលបងដឹងគឺភរិយាគាត់ថាដឹងរឿងដែលភរិយាគាត់មាននៅក្នុងចិត្តគាត់ត្រូវប្រាប់ប្តីគាត់បាទគឺថាយើងស្មោះត្រង់ជាមួយគ្នាចាគឺអូនរកឃើញចំណុចមួយដែលពិសេសដែរគឺការដែលយើង clear អារម្មណ៍ជាមួយគ្នាព្រោះមែនតើទៅនៅពេលដែលយើងរស់នៅប្រចាំថ្ងៃយើងប្រកាសជាមានការអន់សពន់ចិត្តមិនសប្បាយចិត្តរឿងតិចតួចដែលយើងមិនបាច់និយាយទេតែបើសិនជាយើងຕົករឿងហ្នឹងនៅក្នុងចិត្តមួយថ្ងៃបន្តិចយូរទៅគឺវាទៅជារឿងធំវាកាន់តែធ្វើឲ្យចិត្តយើងធ្ងន់ណាស់ហ្មងអញ្ចឹងយើងអាចមានពេលវេលាពីអ្នកប្តីប្រពន្ធពេលណាមួយនោះយើងបើកចំហចិត្តយើង clear អារម្មណ៍បើសិនជាឲ្យស្រួលទៅគាត់និយាយថាពីអ្នកប្តីប្រពន្ធគឺគាត់បង្កើនបរិយាកាសកន្លែងណាមួយដែលគាត់មានតែពីរនាក់ហើយជឿបរិយាកាសអាចថារ៉ូមែនទិកដែលគាត់អាចនិយាយអ្វីដែលអូនអត់សប្បាយចិត្តជាមួយបងអ្វីដែលបងអន់ចិត្តជាមួយនឹងអូនយើង clear គ្នាហ្មងពេលហ្នឹងយើងនឹងមានអារម្មណ៍ថាធូរស្រាលហើយដើរទៅមុខទៅវារឹតតែមានរឿងល្អត្រឡប់មកទៀតទេអញ្ចឹងសម្ពាធផ្លូវអារម្មណ៍ដែលតិចកើតអំពីរឿងនៅក្នុងជីវិតគូវាមានប៉ុណ្ណឹងបងប្អូនទាំងគ្នាអ្វីដែលបងចង់បញ្ជាក់ហ្នឹងគឺមិនខុសពីអូនទេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងគ្នានឹងទទួលបានរឿងល្អដែរតំណែងល្អនៅក្នុងជីវិតនៃប្រពន្ធអរគុណច្រើន